រិយាខ្ញុំទៅតែសម្រាលកូនរួចអារម្មណ៍នាងមិនសូវនឹងទេពេលខ្ញុំស្ដីឲ្យបន្តិចបន្តួចក៏រត់ចេញពីផ្ទះបាត់ពេលនេះស្មារតីនាងហាក់វង្វេងវង្វាន់សូមអ្នករាល់គ្នាកុំប្រកាន់អីអញទេដែលមានបញ្ហាស្មារតីមួយគ្រួសារសុទ្ធតែមនុស្សពីស្ពូលនិងពូកែសម្ដែងអូតាមពិតគឺជាលោកទេសោះឆាប់នាំលោកស្រីទៅវិញហើយមើលថែឲ្យបានល្អទៅអូនសម្លាញ់ត្រឡប់ទៅផ្ទះជាមួយបងទៅឥឡូវនេះតាមបងទៅវិញភ្លាមទៅវិញលុតជង្គង់ក្រាបសំពះសុំទោសរឿងកន្លងមកបងនឹងមិនប្រកាន់ឡើយអ្នកចង់ឲ្យខ្ញុំត្រឡប់ទៅជាមួយអ្នកមែនទេទៅយកសពទៅឈីយុនខ្ញុំគឺជាលោកម្ចាស់បណ្ឌិតចាំមើលថាថ្ងៃនេះតើអ្នកណានឹងលក់ឲ្យឯងថ្ងៃនេះខ្ញុំនឹងបង្រៀនមេរៀនមួយដល់ឯងនៅលើលោកនេះគ្មានមិត្តភាពអមតៈទេមានតែផលប្រយោជន៍ទេដែលអមតៈអស់លោកថៅកែទាំងឡាយស្ដាប់ខ្ញុំសិនថាខ្ញុំចង់ទិញធ្យូងប៉ុន្មានចាំសម្រេចចិត្តខ្ញុំដឹងថាឆ្នាំនេះធ្យូងរបស់អស់លោកលក់មិនដាច់ទេគឺលក់មិនចេញតតែសោះដូច្នេះខ្ញុំមិនមែនមកទិញតែមួយនេះទេក៏មិនមែនមកទិញតែ10នេះដែរគឺអស់លោកមានប៉ុន្មានខ្ញុំយកទាំងអស់ស្អីគេឯងទិញច្រើនដល់ថ្នាក់ហ្នឹងច្រើនម្លេះស្អីច្រើនមានប៉ុន្មានយកប៉ុណ្ណឹងថៅកែធ្យូងផ្ទះខ្ញុំល្អណាស់ខ្ញុំបញ្ចុះតម្លៃមកបៃឲ្យខ្ញុំបញ្ចុះ50ខ្ញុំបញ្ចុះ50របស់ខ្ញុំក៏បានដែររបស់ខ្ញុំថោកជាងពួកគេទៀតទិញបញ្ចុះ50ទៅកុំបង្ខំអីធ្យូងរបស់អ្នកទាំងអស់គ្នាខ្ញុំយកទាំងអស់អូល្អណាស់មានរឿងអីហ្នឹងបានលុយមកពីណាតាមពិតលុយទាំងនេះគួរតែជារបស់ខ្ញុំទេមកពីអញកាត់ដាច់ផ្លូវរកស៊ីគេវាដូចជាសម្រាប់ឪពុកម្ដាយគេអញ្ចឹងនៅចង់ខ្ចីលុយទៀតគ្មានផ្លូវទេកុំសាច់អីមីងយូធ្វើម៉េចទៅឥឡូវលោកពូក៏មិនព្រមឲ្យខ្ចីលុយដែរតើយើងបានអីហូបចុកទៅល្អណាស់មិននឹកស្មានថាធ្យូងថ្មថោកយ៉ាងនេះសោះឥឡូវគ្រូធម្មជាតិព្រើរដូវរងាមកដល់ហើយលែងបារម្ភរឿងរងាទៀតហើយគ្រូធម្មជាតិព្រើរដូវរងាស្អីរបស់អ្នកអីយ៉ាសួយអ្នកពិតជាកំពុងលេងល្បិចបោកប្រាស់មែនអាកាសធាតុក្តៅយ៉ាងនេះមិននឹងអាចមានធ្លាក់ព្រើទៅរួចពួកអ្នកមិនគិតមើលខ្លះទេអីតាមគេទៅទិញធ្យូងថ្មបើសិនជាគ្មានធ្លាក់ព្រើទេតើពួកអ្នកនឹងធ្វើយ៉ាងណាសូម្បីតែអ្នកជាអ្នកចេះដឹងក៏អាចធ្វើរឿងបែបនេះបានដែរលួចលាក់មានប្រពន្ធពីរសម្រាប់ប្រពន្ធខ្លួនឯងលក់ទាំងកូនបង្កើតរបស់ខ្លួនឯងតើនៅមានរឿងអ្វីទៀតដែលមិនអាចកើតឡើងបាននាងអាហាមីងយូជីងមីងយូបើឯងហ៊ានបោះជំហានមកទៀតខ្ញុំធានាថាថ្ងៃនេះឯងនឹងស្ដាយក្រោយដែលបានកើតមកលើលោកនេះអាឈីយូឥឡូវនេះជាគ្រាគ្រូមហន្តរាយកម្ដៅខ្លាំងនឹងទុរភិក្សឯងនៅតែនាំអ្នកភូមិទៅទិញធ្យូងថ្មទៀតល្អហើយចាំមើលចុះបន្តិចទៀតឯងនឹងត្រូវគេដេញចេញពីភូមិតកូឈីដល់ពេលនោះគ្រួសារតកូឈីក៏មិនទទួលឯងដែរទៅចេញទៅជាគឺជាផ្កាយសំណាងរបស់ពួកយើងគាត់ថាមកគឺច្បាស់ជាមកហើយត្រូវហើយធិនយ៉ាន់មិនចេះកុហកទេបងប្រុសធិនអរគុណបងណាស់លោកម្ចាស់ហាងទាំងអស់គ្នាអ្នកដែលចង់លក់ធ្យូងសូមមកតាមខ្ញុំបាទយកព្រមទៅមកដាក់នៅទីនេះលោកសាក់រាប់មើលថាតើប៉ុន្មាននេះជូនលោកអរគុណលោកម្ចាស់អរគុណលោកម្ចាស់ថៅកែចិត្តទូលាយណាស់អូអរគុណទឹកឲ្យខ្ញុំទាំងអស់មកឲ្យខ្ញុំទាំងអស់ទៅផ្ទះបានហើយអរគុណបងប្រុសអរគុណឲ្យអ្នកញ៉ាំកុំបារម្ភអីបងប្រុសឈៀនថ្ងៃនេះអរគុណបងណាស់បងជួយខ្ញុំច្រើនណាស់ម្ដងទៀតហើយមិនបានជាថ្ងៃនេះបងលេចមុខនៅទីនោះអញ្ចឹងខ្ញុំមកយករបស់ខ្លះដែលទិញទុកមុននឹងក៏ចៃដន្យជួបអ្នកតែម្ដងនៅលើជ្រមុះឯងប្អូនថ្លៃស្រីឯងរបស់ដែលប្អូនថ្លៃឯងចង់ទិញរៀបចំដល់ណាហើយប្អូនថ្លៃបាននិយាយថារៀបចំចិត្តរួចរាល់អស់ហើយប៉ុន្មានថ្ងៃទៀតនឹងទៅរោងចក្រធ្យូងនៅទីរួមស្រុកនៅខ្វះចង្ក្រាននិងធុងស្តុកទឹកខ្លះទៀតណែចង់ជួយមែនទេខ្ញុំគ្រាន់តែចង់ដឹងសួរលេងទេអូចាំគាត់សម្រេចចិត្តថាទៅផ្សារណាចាំប្រាប់ខ្ញុំផងបាន
និយាយថាជារឿងចៃដន្យតាមពិតគឺមានបំណងអាក្រក់សោះតែខេនមាននឹងមីងមើលទៅសំគ្នាណាស់ថ្ងៃក្រោយមិនដឹងថាត្រូវហៅគាត់ថាពូដែរឬអត់ទេអូមែនហើយថ្មីនេះអ្នកបានទិញអ្វីខ្លះអូខ្ញុំបានផ្ញើគេឲ្យទិញចង្ក្រាននិងឧបករណ៍ស្តុកទឹកខ្លះទៀតមើលទៅតើអ្នកត្រូវការប្រើវាដែរឬទេចៃដន្យម្លេះខ្ញុំកំពុងត្រូវការចង្ក្រានល្មមហើយក៏ត្រូវការឧបករណ៍ស្តុកទឹកដែរពិតជាចៃដន្យណាស់អីយ៉ាសៀវតើឯងបានចង្ក្រានល្អនិងធុងស្តុកទឹកទាំងនេះមកពីណាស្មានថានៅក្នុងក្រុងរកទិញលែងបានបាត់ទៅហើយនៅមានធ្យូងធ្នើច្រើនណាស់នៅទីនេះព្រឺធ្លាក់យូរមកហើយពួកយើងគួរតែស្តុកទុកឲ្យបានច្រើនត្រៀមទុកពេលចាំបាច់ល្អណាស់ពេលចុះត្រជាក់ខ្លាំងពួកយើងនឹងមិនងាយទៀតទេសៀវយូពិតជាតារាសំណាងរបស់ពួកយើងមែនហើយពិតជាតារាសំណាងរបស់ពួកយើងតារាសំណាងនេះជាលទ្ធផលនៃការពុះពៀរួមគ្នារបស់ពួកយើងទាំងអស់ហើយនៅមានបងខេនទៀតអូឈៀវយកពិតជាពូកែណាស់ឈៀវយកឯងជួយនាំអ្នកទាំងអស់គ្នាចែកអីវ៉ាន់បន្តិចទៅបាទអ្នកទាំងអស់គ្នាជួយលើកអីវ៉ាន់ចុះបន្តិចមកបាទល្អហើយគឺមួយនេះឯងប្រយ័ត្នណាអូយប្រយ័ត្នហេតុអីបានជាស្រីថោកទាបម្នាក់នោះរស់នៅបានយ៉ាងសុខស្រួលបែបនេះពួកយើងរស់នៅទីនេះទាំងអត់ឃ្លានពីថ្ងៃទៀតមេញយាត្រូវទៅប្រឡងនៅទីរួមខេត្តហើយលើកនេះពួកយើងខ្ចីលុយគេមិនបានសោះសំបីតែសហុយធ្វើដំណើររបស់គេក៏រកមិនគ្រប់ដែរស្អែកទៅទាលុយពីផ្ទះត្រកូលសេមិនមែនឈៀវឈឺធូនៅជាមួយពួកគេទេអីបើគេហ៊ានបដិសេធពួកយើងនឹងដណ្ដើមឈៀវឈឺធូមកវិញត្រូវហើយមិនក៏ភ្លេចឈៀវឈឺធូទៅរួចលើកនេះត្រូវតែឲ្យពួកគេដឹងដែរម្ដងអូយឈៀវយីអើ